នេះខ្ញុំនៅតែអត់យល់រឿងភ្ញៀវគាត់នៅតែចាញ់បោកអ្នកលក់អារឿងដូចភ្ជាប់ទូរស័ព្ទហ្នឹងខ្ញុំតែមិនបានផុសថ្ងៃមុនថាទិញដូចភ្ជាប់ទូរស័ព្ទហ្នឹងឲ្យប្រយ័ត្នតែយកទៅភ្ជាប់ទូរស័ព្ទខ្លួនឯងអត់បានអញ្ចឹងណាអញ្ចឹងដូចភ្ជាប់ទូរស័ព្ទមិនមែនចេះតែទិញទេពេលខ្លះវារើសទូរស័ព្ទប្រភេទដូច MHL អីហ្នឹងវារើសទូរស័ព្ទដូចភ្ញៀវនេះតែឆានមកខ្ញុំនេះគាត់ទិញពីកន្លែងផ្សេងអាដូចនេះតែមើលគាត់តែមើលអញ្ចឹងដឹងហើយដូចនេះគេហៅ MHL ហើយប្រភេទអត់មានដូច power ទេអាហ្នឹងបងយកទៅដាក់ Oppo Vivo អត់ចេញទេហើយមួយទៀតតែថាឃើញ 4K ហ្នឹងចេះតែទិញខ្លះក្រែងវាយកទៅវាច្បាស់ត្រជាក់ភ្នែកអត់ទេទូរស័ព្ទ Vivo Oppo អីរបស់យើងនេះអ្នកគ្នាកម្រិតរូបភាពចេញពីគូតវាអត់បាន 4K ទេអញ្ចឹងអ្នកគ្នាយកទៅដោតតឆេះគូតទូរស័ព្ទទៀតក៏វាអត់ចេញដែរបាទខ្ញុំឲ្យអ្នកនេះស្ដាប់សលេងគាត់បន្តិចប្រើ Samsung ហើយ DMI អញ្ចឹងប្រើត្រូវទេខ្ញុំទិញគេមកឈប់ប្រើអត់ត្រូវផងដាក់អត់ត្រូវបាទគាត់ទិញគេគាត់អាចនឹងប្រើ Samsung តែ Samsung ពួកតកូល A អីអញ្ចឹងទៅតកូល A តកូល J Samsung មែនតែតកូល A តកូល J អត់ចេញទេដោតតធ្លុះគូទៀតក៏អត់ចេញដែរបាទអញ្ចឹងអ្នកនរគ្នាត្រូវតែប្រើដូចពួកនេះដែលខាងពួកខ្ញុំ customize ពីរងចាក់មកផ្ទាល់នេះបានចេញហើយខ្ញុំកំពុងចាក់នេះចាក់ពី Oppo អីមកទេបាទណាហើយអូនឯងមើលដល់បងទិញផុសគេប្រាប់បងតែអញ្ចឹងទិញមកឲ្យប្រយោជន៍ទៅដល់ប្រើនឹងការដាក់សួរបញ្ជាក់ឲ្យអ្នកលក់ហ្នឹងសួរឲ្យច្បាស់អីទេបាទអញ្ចឹងដោយអ្នកគ្នាដឹងហើយដូចនៅលើទីផ្សារវាមានច្រើនបាទគេលក់ច្រើនអញ្ចឹងដូចខ្ញុំធ្លាប់បញ្ជាក់ចង់ដឹងមើលវីដេអូមុនទៅថាដូច MHL ហ្នឹងមិនអាចដូចជាប់គ្រប់ទូរស័ព្ទហ្នឹងមិនអញ្ចឹងកុំឲ្យចាញ់បោកអ្នកលក់ទៀតបាទឆែកមើលខ្លួនឯងឲ្យច្បាស់សិនអ្នកគ្នាណាហើយបើចង់ទិញដូចអត់ខុសទេឆាតមកពេកខាងពួកយើងប្រាប់ថាអូខេបងប្រើទូរស័ព្ទនេះត្រូវប្រើដូចណាវាល្អបើបងប្រើ Samsung ពួកតកូល S ឬក៏តកូល Note ពួកប្រភេទ Fold អាហ្នឹងគឺខ្ញុំណែនាំប្រភេទដូច MHL ឲ្យហើយបាទខ្ញុំអត់ recommend អានេះឲ្យទេតែបើធ្វើប្រើ Samsung ដែរតែតកូល A តកូល J ប្រើ Oppo Vivo LG Huawei Redmi អីហ្នឹង Xiaomi អីហ្នឹងគឺយើងមានដូចនេះយើងដាច់ខាតត្រូវតែប្រើដូចនេះបើប្រើដូចផ្សេងគឺវាអត់ចេញទេបងអាចប្រើដូចទិញពីហាងគេក៏បានដែរឲ្យតែឃើញវាមាន power ហើយនឹងមានដូច3គ្រាន់តែហាងផ្សេងហ្នឹងគឺប្រភេទដូច interface របស់គេផ្សេងអញ្ចឹងទៅបាទតែខាងពួកយើងមានពិសេសត្រង់ម៉េចទី1បងឃើញពេញអេក្រង់ល្អអត់គឺខាងពួកយើងមានជាមួយនឹង app បាទដែល app ខាងពួកយើងហ្នឹងគឺយើងមាននៅក្នុង Play Store វាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់អញ្ចឹងគឺយើងអត់ត្រូវការ download ចេញពី browser ខាងក្រៅទេហើយសម្រាប់ app យើងហ្នឹងគឺវាមានមុខងារ full screen ឃើញអត់នេះចង់ full screen ក៏បានចង់ rotate screen ក៏បានអ្នកនរគ្នាមិនបាច់ទៅរកទិញទេអត់មានទេលើទីផ្សារបើចង់បានមុខងារដូចខាងពួកយើងព្រោះខាងពួកយើង customize ចេញពីរោងចក្រមកផ្ទាល់ណាបើមានគឺមានតែបងគាត់ទិញពីខាងពួកខ្ញុំទៅលក់នៅតាមខេត្តយើងមាន2 3នាក់ហើយនៅខាងភ្នំពេញយើងមានម្ដុំកម្ពុជាក្រៅពីភ្ញៀវដែរដែលគាត់យកទៅលក់តណាបាទអញ្ចឹងបញ្ជាឲ្យច្បាស់បាទបងប្រយ័ត្នទិញទៅខុសទៀតបាទខាងខុសទៅអ្នកខ្លះគាត់មករករឿងខាងពួកខ្ញុំណែខ្ញុំឲ្យអ្នកនរគ្នាមើលនេះដូចភ្ញៀវនេះគាត់ចូលមក comment គាត់ថាបោកទេទិញ70000រៀលយកមកចោលអីចឹងទៅគេញគាត់មិនដឹងទៅទិញពីខាងណាទេដល់ពេលខ្ញុំឆាតទៅអត់មានចូល reply អីទេប្រឡប់ចោលបានឃើញអត់និយាយទៅគាត់នេះទិញគេបោកឡើង dispression ឯអ្នកគ្នាអញ្ចឹងទិញដូចប្រយ័ត្នគេបោក dispression ដូចគាត់ដើរតែ comment អញ្ចឹងទៅគាត់ដឹងទិញពីខាងណាទេអ្នកគ្នាគាត់មក comment ខាងពួកយើងហើយអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងមុននឹងទិញសួរអ្នកលក់ឲ្យច្បាស់ហើយអ្នកលក់ស្មោះត្រង់មួយអ្នកទិញទៅបាទគេសួរមិនណាបើខាងពួកយើងណា MHL អ្នកនរគ្នាទោះប្រើ Vivo Oppo ចង់ទិញក៏ខ្ញុំអត់លក់ឲ្យដែរអ្នកនរគ្នាដឹងកន្លែងខាងពួកខ្ញុំស្រាប់ណាបាទអីវ៉ាន់តែភ្ញៀវទិញយកទៅប្រើការខ្ញុំអត់លក់ឲ្យទេអញ្ចឹងខ្ញុំបញ្ជាក់ឲ្យបងប្រើទូរស័ព្ទនេះបងមិនបាច់ទិញដូចនេះទេបងប្រើទូរស័ព្ទនេះចាំបងយកដូចនេះអីអញ្ចឹងទៅអញ្ចឹងខាងពួកយើងវិភាសាច្បាស់មុនហ្នឹងបាទលក់ជូនភ្ញៀវហើយក៏មានវីដេអូរបៀបតភ្ជាប់របៀបអីឲ្យភ្ញៀវមកធ្វើបានខ្លួនឯងតែម្ដងណាបាទអញ្ចឹងមានប៉ុណ្ណឹងទេបាទបងចង់បានដូច3 in 1ភ្ជាប់ទូរស័ព្ទតាក់ទងមកយើងបានជាចុងបញ្ចប់ដកឌុយពិសោធន៍ឲ្យអ្នកគ្នាមើលសិនថាវីដេអូនេះមិនមែនចាក់ពីទូអីមកទេគឺយករូបភាពចេញពី
ទូរស័ព្ទខ្ញុំមកតែម្ដងឃើញទេដកទូរស័ព្ទមកគឺវាចេញ interface របស់ដូចយើងបាទវាលែងចេញពីទូរស័ព្ទហើយបាទអូខេមានប៉ុណ្ណឹងចង់បានដូចភ្ជាប់គ្រប់ស៊េរីទូរស័ព្ទអាចទិញដូចនេះបាន